bà tỏ là một thơ rụp buôn côn bổ mùi mà đó thật ta dương cắt rụp buôn côn bổ mùi nó dương cắt dạng mạch bà dương cắt dạng mạch ná cắt rụp buôn côn bổ mùi đầm bây ai cắt rụp buôn côn bổ mùi bán cứ bằng ôn trâu cầm nọt khát về thật ta buôn côn bổ mùi nó nhưng vô tùm hung bẩn nà và rụp thọt buôn côn bổ mùi cứ dương vô khát về bay cả lá côn nâng buôn cả lá xong thì mệt bà mình sẽ bay chụp pram buôn chụp pram xong thì mệtถ้าយើងវាយកន្លែងណាទៅ3.5 4.5ហ្នឹងបាទគឺបងប្អូនចូលកន្លែងនេះកន្លែងក្របនេះចូលក្របហ្នឹងមកនេះបាទនេះឃើញនេះចុចជាប់អញ្ចឹងមកវានឹងមានសញ្ញាបែបនេះឲ្យយើងមួយជួនកាលវានៅអញ្ចេះណាចំណាំផងរូបវាណាជួនកាលវានៅអញ្ចឹងជួនកាលវានៅអញ្ចេះបាទទៀងទេចុចវាជាប់មកបងប្អូនរើសយកក្របខាងលើនេះដែលមាន shortcut វាគឺអក្សរ C បាទចុចមកបន្ទាប់មកជួនកន្លែងនេះបងប្អូនត្រូវរើសមើលដែរជួនកាលវានៅណែនៅហ្នឹងជួនកាលនៅណេះមកយកអាក្រោមគេដែលជាຂະຫນາດរបស់រូបភាពហ្នឹងយកមួយណាក៏បានដែរបាទខាងក្រោមគេហ្នឹងយកមួយណាក៏បានដែរបន្តមកទៀតនៅកន្លែងនេះបងប្អូនត្រូវវាណាត្រូវវាខ្ញុំដូរភាសាសិនបាទដូរមកជាភាសាអង់គ្លេសនៅកន្លែងនេះបងប្អូនវា3.5 cm ណាហើយ cm ខាងចុងផងហើយនៅកន្លែងនេះបងប្អូនវាយ4.5 cm ដូចគ្នាណាបាទហើយកន្លែងនេះកណៃថាបើសិនវានៅ77ឬក៏នៅប្រមាណអីបងប្អូនកុំខ្វល់អីបងប្អូនវាយ300មកកន្លែងហ្នឹង300អញ្ចឹងមកហើយកន្លែងនេះបើសិនជាវានៅpx cm បែបនេះជួនកាលវានៅអញ្ចេះអត់ទៀងណាបងប្អូនយកទេគឺយកលើនេះបាទយកលើ pixel គេហៅ pixel inch អាហ្នឹងយកលើហ្នឹងបាទពេលបងប្អូនកំណត់បានប៉ុណ្ណឹងហើយនេះຂະຫນາດដូចជាខ្ញុំបានបញ្ជាក់អញ្ចឹងបងប្អូនក្របវាមកនេះទាញនេះចេះមកទាញពីលើតិចមកហើយទាញពីខាងក្រោមតិចមកហើយពេលបងប្អូនទាញហ្នឹងបងប្អូនត្រូវប្រយ័ត្នដែរថាតើយើងទាញហ្នឹងយើងមើលស្មើនេះតើវាស្មើគ្នាអត់ជួនកាលវាមានពេលខ្លះវាអត់ស្មើទេអាចបវលបែបនេះបាទបវលបែបនេះដើម្បីឲ្យវាស្មើគ្នាណាឥឡូវខ្ញុំបវលប៉ុណ្ណេះចុះប៉ុណ្ណឹងយើងឃើញថាស្មើនៅខាងក្រោមនេះគឺវាស្មើគ្នាហើយបាទវាស្មើគ្នាវាអត់មានលៀងណាសេរីថ្មីស្មើបាទពេលដែលស្មើហើយបងប្អូនចុចគ្រីសកន្លែងនេះមកចុចគ្រីសមួយពកចឹងមកវានឹងបានរូបថតដែលមានទំហំ4x6នេះរូបថតហ្នឹងគឺទំហំ4x6បាទគឺទំហំរបស់វាគឺ3កន្លះ4កន្លះបាទ3កន្លះ4កន្លះបន្តមកទៀតបងប្អូនត្រូវបង្កើតຂະຫນາດក្រដាសមួយដែលមានទំហំ10x15ដើម្បីយករូបដែលមានទំហំ4x6នឹងទៅរៀបនៅលើក្រដាសហ្នឹងហើយយើងព្រីនចេញតោះណាបាទដើម្បីអាចបង្កើតក្រដាសបានបងប្អូនចុច Ctrl អក្សរ N មកបាទនៅកន្លែងនេះវាលូតផ្ទាំងហ្នឹងកន្លែងនេះបងប្អូនវាយ15នេះវាយ10ចឹងមកហើយនេះបងប្អូនយកសង់ទីម៉ែត្រតោះណាហើយកន្លែង resolution នេះបងប្អូនយក300ចឹងតែប៉ុណ្ណឹងមកហើយចុច OK មកហើយចុច create នេះមកចុច create មកបាទយើងមកមើលរូបយើងវិញនៅខាងនេះរូបយើងនេះយើងត្រូវ merge វាបញ្ចូលគ្នាដោយសាររូបនេះវាដាច់ពីគ្នាណាបងប្អូនឃើញទេនេះខាងលើនេះគឺជា layer រូបអានេះគឺជា layer foreground របស់យើងបាទអានេះខ្ញុំឧទាហរណ៍ទៅខ្ញុំលុបចោលមកអញ្ចឹងបងប្អូនត្រូវ merge វាបញ្ចូលគ្នាទាំងអស់មកចុច Ctrl C I ហើយចុច Ctrl C E ណា Ctrl C E មកវាចូលគ្នាទាំងអស់តែម្ដងឃើញទេចុចចូលគ្នាទាំងអស់ហើយបងប្អូនលើករូបនឹងទៅដាក់នៅលើសញ្ញាមកបាទចុច Line Move Tool បាទចុច Move Tool ហើយបងប្អូនទាញមកចុចឲ្យជាប់ណាចុចលើរូបនឹងឲ្យជាប់អូសមកឲ្យចំសញ្ញាការងារដែលបងប្អូនបង្កើតថ្មីមិញនេះចុចចំហើយចាំលែងវាចេះមកបាទអញ្ចឹងរូបនឹងគឺវាបានហើយយើងរៀបមកបាទចុច Alt បងប្អូនណាចុច Alt ទាញចុះមកក្រោមមួយមកបាទចុច Shift ផងដើម្បីឲ្យវាត្រង់បាទខ្ញុំសូមលើករូបទាំងពីរនឹងឡើងលើបន្តិចហើយមកចុច Alt ទៀតមកទាញទៀតបាទប៉នេះមកខ្ញុំចុច Alt ទៀតទាញទៀតមកបានអូខេ8ស្លឹកពេញបរិបូរណ៍ហើយបងប្អូនចុច Ctrl អក្សរ P មកដើម្បី print រូបនឹងបញ្ចេញមកតោះនេះបងប្អូនណាខ្ញុំគិតថាมันជាលំបាកទេមេរៀននឹងដោយសារយើងរៀនរួចហើយបាទអញ្ចឹងអរគុណច្រើនណាបងប្អូនណាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះ
ហើយជូនពរកូនសិស្សានុសិស្សលោកគ្រូអ្នកគ្រូបាទដែលទៅប្រឡងថ្ងៃទី7ខែមេសាឆ្នាំ2025នេះបានជោគជ័យប្រឡងជាប់ទាំងអស់គ្នាកុំឲ្យមានធ្លាក់មួយសោះបាទអរគុណច្រើនបាទ